នាងខ្ញុំឈ្មោះរតសវិនមានអាយុ32ឆ្នាំរាល់ថ្ងៃខ្ញុំរស់នៅភូមិកោះកស្រុកស្អាងខេត្តកណ្ដាលខ្ញុំមានសមាជិកគ្នា4នាក់កូន2នាក់ប្តីម្នាក់កូនបងអាយុ14ឆ្នាំកូនប្អូនអាយុ3ឆ្នាំកូនបងរៀនថ្នាក់ទី5ដីខ្ញុំធ្វើការរោងចក្រមានចំណូលមួយខែ300ជាងអញ្ចឹងទៅតាមការងារធ្វើហើយនឹងអត់ការងារធ្វើអញ្ចឹងទៅហើយខ្ញុំរាល់ថ្ងៃខ្ញុំលក់ចាប់ព្រួយហើយរាល់ថ្ងៃចំណូលបាន30-40ម៉ឺនបើសិនជាអត់សូវលក់ដាច់បាន10ម៉ឺនជាងអីចឹងទៅខ្ញុំស្គាល់ចម្រើនតាមលោកគ្រូគាត់ចុះមកសោះផ្សាយខ្ញុំស្គាល់ខ្ទង់ជា3ឆ្នាំហើយខ្ញុំបាន3វគ្គទាំងវគ្គហ្នឹងហើយវគ្គទី1ខ្ញុំយកទិញម៉ូតូបន្ទាប់មកខ្ញុំរីកមុខរបរលក់ចាប់ព្រួយហ្នឹងក្រោយពីខ្ញុំបានប្រើកម្ចីពីចម្រើនខ្ញុំរីកចម្រើនបានច្រើនលោកគ្រូព្រោះពីមុនខ្ញុំអត់មានអីទេតែខ្ញុំអាចបានខ្ចីខាងលោកគ្រូទៅខ្ញុំរីកចម្រើនបានលក់ដូរបានអីទៅវិធូបានកូនរៀនសូត្របងស្លាយសាលាកូនបានអីចឹងទៅបានចាក់ដីចាក់អីក្រោយបានទិញអីវ៉ាន់ទិញអីចូលកាន់តែច្រើនចឹងទៅបើមុនដំបូងឡើងខ្ទង់1000ជាធ្វើនេះខ្ទង់800រៀបសាររៀបអីទិញប៉ាំងអាស័យទិញអីវ៉ាន់ហ្នឹងមកហើយក្នុងស្តុកហ្នឹងខ្ទង់ជា3000អីហើយលោកគ្រូថ្ងៃអនាគតខ្ញុំចង់រីកឲ្យបានធំជាងនឹងទៀតដាក់អីវ៉ាន់ឲ្យបានច្រើន